ក្នុងរយៈពេល2ទសវត្សរ៍ក្នុងការសាងសង់សារមន្ទីរដែលមានទីតាំងនៅជិតពីរ៉ាមីតគីហ្សានិងស្វីនស៍គឺជាចំណុចកណ្ដាលនៃការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញឧស្សាហកម្មទេសចរណ៍របស់ប្រទេសអេស៊ីបនិងនាំយកប្រាក់ចូលក្នុងសេដ្ឋកិច្ចដែលមានបញ្ហានិងក្នុងពិធីបើកសម្ពោធដ៏អស្ចារ្យដែលមានការចូលរួមពីរាជវង្សអឺរ៉ុបនិងអារ៉ាប់មួយចំនួននិងប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីផ្សេងទៀតប្រធានាធិបតីអេស៊ីបលោក Abdel Fattah el-Sisi បានស្វែងរកការផ្ដល់ឲ្យព្រឹត្តិការណ៍នេះនៅមាត្រដ្ឋានអន្តរជាតិលោកបានអំពាវនាវដល់អ្នកចូលរួមឲ្យធ្វើឲ្យសារមន្ទីរនេះក្លាយជាវេទិកាសម្រាប់ការសន្ទនាជាគោលដៅសម្រាប់ចំណេះដឹងជាវេទិកាសម្រាប់មនុស្សភាពនិងជាបង្គោលភ្លើងសម្រាប់អ្នកទាំងអស់ដែលស្រឡាញ់ជីវិតនិងជឿជាក់លើតម្លៃនៃមនុស្សភាពសារមន្ទីរនេះជំនួសសារមន្ទីរអេស៊ីបដែលមានទីតាំងនៅក្នុងអគារដែលមានអាយុកាលជាង1សតវត្សរ៍នៅក្នុងទីក្រុងកែដែលទោះបីជាមានភាពឆាវឆានក្នុងរចនាបថ Neo-Classical ក៏ដោយក៏វាបានក្លាយជារបស់ហួសសម័យនិងជារឿយៗត្រូវបានប្រៀបធៀបទៅនឹងឃ្លាំងមួយដែលពោរពេញទៅដោយវត្ថុបុរាណដោយគ្មានការបញ្យល់តិចតួចណាការសាងសង់លើគម្រោងតម្លៃ$1,000 លានបានចាប់ផ្ដើមនៅឆ្នាំ2005ក្រោមការដឹកនាំរបស់ប្រធានាធិបតី Hosni Mubarak ប៉ុន្តែការងារបានរំខានដោយភាពចលាចលជុំវិញការបះបង់ឆ្នាំ2011ដោយបានផ្ទុះរំលំបរោះខ្លាំងអេស៊ីបការពន្យាពេលបន្ថែមទៀតបានកើតឡើងនឹងការបាំងសម្ពោធដ៏អស្ចារ្យដែលគ្រងរដូវសៅរ៍បានពន្យាពេលបន្ទាប់ពីសង្គ្រាមរយៈពេល12ថ្ងៃរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់បានផ្ទុះឡើងនៅក្នុងខែមិថុនាលោក Sherif Fati រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងវត្ថុបុរាណរបស់ប្រទេសអេស៊ីបបាននិយាយថា GEM ត្រូវបានរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរចំនួន5លាននាក់ជារៀងរាល់ឆ្នាំនោះនឹងដាក់វានៅក្នុងអាណាចក្រនៃសារមន្ទីរដ៏ល្បីល្បាញលើពិភពលោកនៅក្នុងឆ្នាំ2011ប្រៀបធៀបទៅសារមន្ទីរលូសនៅទីក្រុងប៉ារីបាននាំយកភ្ញៀវទេសចរ 7.5 លាននាក់សារមន្ទីរអង់គ្លេស 7.5 លាននាក់និងសារមន្ទីរសិល្បៈ Metropolitan នៅទីក្រុងញូវយ៉ក 5.7 លាននាក់ពិធីបើកសម្ពោធដ៏អស្ចារ្យញញឹមយប់ថ្ងៃសៅរ៍នេះបានបង្កឡើងភាពចលាចលដ៏ខ្លាំងនៃសាច់ព្រះចៅហ្វារ៉ាអូនខណៈពេលដែលវង់ភ្លេងមួយបានលេងភ្លេងស្រែជួតារាសម្ដែងស្លៀកសម្លៀកបំពាក់អេស៊ីបបុរាណបានតម្រង់ជួរជុំវិញសារមន្ទីរពីរ៉ាមីតនិងស្វីនស៍យន្តហោះគ្មានមនុស្សបាយរាប់រយគ្រឿងបានបង្កើតកម្មវិធីភ្លើងនៅលើមេឃដោយពណ៌រដនីអំពីប្រាក់អេស៊ីបដ៏ល្បីល្បាញដូចជាអ៊ីស៊ីសនិងអូស៊ីរីសនិងពីរ៉ាមីតលោក LCC បានថតរូបជាមួយនឹងគណៈប្រតិបត្តិពីជាង70ប្រទេសរួមទាំងសមាជិកនៃគ្រួសាររាជវង្សមកពីប្រទេសបែលហ្ស៊ិកអេស្ប៉ាញដាណឺម៉ាកយ៉ូដានបណ្ដាប្រទេសអារ៉ាប់ឈ្នងកណ្ដាលនិងជប៉ុននិងប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីអឺរ៉ុបនិងតំបន់មួយចំនួននេះជាការរំលឹកឡើងវិញនៃពិធីបើកសម្ពោធដ៏អស្ចារ្យនៃគម្រោងធំមួយទៀតនៅប្រទេសអេស៊ីបគឺពិធីសម្ពោធព្រែកស៊ូអែសនៅក្នុងឆ្នាំ1869ពេលដែលអ្នកគ្រប់គ្រងអេស៊ីបបានបំដុំគ្រួសាររាជវង្សអឺរ៉ុបជាច្រើន